ក្មេងទំនើងមួយក្រុមបាទប្រដាប់ទៅដោយកំបិតប៉ាំងតោនិងដំបងនាំគ្នាកាប់បាទទៅលើក្មេងទំនើងមួយក្រុមទៀតបាទដែលបម្រើការនៅក្នុង KTV មួយកន្លែងត្រូវបានសមត្ថកិច្ចធ្វើការខាត់ខ្លួនដើម្បីយកទៅសួរនាំបាទកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅបង្ក្រាបក្មេងទំនើងបាន3នាក់បាទរួមទាំងម៉ូតូ2គ្រឿងយកទៅសួរនាំនៅប៉ុស្តិ៍ភ្លាមបន្ទាប់ពីពួកក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពកាប់គ្នានៅលើដងផ្លូវបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាលបាទហើយចាប់យកទៅចាត់ការតាមផ្លូវច្បាប់ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 2:15 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 24 ខែឧសភាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវ 2004 ចំណុច KTV មួយកន្លែងជាហៅតន្ត្រីរស័យមាសបាទស្ថិតនៅសង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញម៉ូតូដែលរងការខូចខាតមាន2គ្រឿងបាទទី1គឺម៉ាក Honda Dream C125 ស៊េរីឆ្នាំ 2022 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ 1i 5777មួយគ្រឿងទៀតម៉ាក Honda Wave ពណ៌ខ្មៅបាទពាក់ស្លាកលេខភ្នំពេញ 1KH 5255បន្ទាប់ពីធ្វើសកម្មភាពរួចបាទគឺជិះបុកគ្នាដួលបាទត្រូវបានខាត់ខ្លួនបានតែម្ដង